Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទ admin 2K25 Anime មានរឿងថ្មីមួយចង់សម្រាប់ជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថាការវិលត្រឡប់មកភពផាន់ដីដើម្បីក្លាយជាព្រះអូខេអ្នកទាំងអស់គ្នាកុំឲ្យអ្នកទាំងអស់គ្នារងចាំខាតពេលយូរតោះយើងចូលមកសាច់រឿងទាំងអស់គ្នាដើម្បីរឿងគេបានឲ្យយើងឃើញថានៅទីក្រុងណាន់ជៅនៅក្នុងខេត្តស៊ីជွန်ហ្នឹងគឺឃើញថាមានមនុស្សជាច្រើនកំពុងដើរលើដងវិថីនៅក្នុងទីក្រុងនោះបានមួយសន្ទុយក្រោយមកហ្នឹងក៏មានអពុទហេតុមួយបានកើតឡើងគឺរន្ទះបាញ់ទៅលើអគារពូសកំសៃមួយអញ្ចឹងបន្ទាប់មកហ្នឹងមនុស្សម្នាជាច្រើនហ្នឹងក៏បានកលេចមើលទៅកាន់អពុទហេតុនោះមានការភ្ញាក់ផ្អើលខ្លាំងអត់សន្ទុយក្រោយមកហ្នឹងក៏លេចរូបរាងបរិសង្ហាម្នាក់នៅក្នុងផ្សាយនៃអពុទហេតុមួយនោះហើយបរិសង្ហានោះក៏មានការភ្ញាក់ផ្អើលខ្លាំងខ្លួនឯងតបមកហ្នឹងតួប្រុសរបស់យើងក៏បានសួរខ្លួនឯងថាឥឡូវហ្នឹងគាត់នៅណាក៏មកដល់ភពផាន់ដីហើយមែនហើយសាច់រឿងរបស់យើងក៏គេកាត់មក flashback រយៈពេល8ឆ្នាំមុនហើយតួប្រុសរបស់យើងមានរបួសស្នាក់ស្នាមនៅលើមុខបន្ទាប់មកហ្នឹងបងអូនស្រីរបស់គេហ្នឹងក៏យកថ្នាំជូតមុខដើម្បីរឿងរបួសឲ្យបងប្រុសរបស់គេហើយក៏បានសួរបងប្រុសរបស់គេសួរថាហេតុអីបងឯងចេញទៅក្រៅវាយគ្នាទៀតហើយមែនហើយសាច់រឿងក៏គេឲ្យយើងដឹងថាបងអូនស្រីរបស់តួប្រុសហ្នឹងឈ្មោះចាំងស៊ីយើហើយពួកគេទាំងពីររស់នៅជាមួយគ្នាតាំងពីទូចមកម្លេះតពីតួប្រុសរបស់យើងរងរបួសឲ្យអស់ហ្នឹងតួប្រុសរបស់យើងក៏បានស្វែងកតាបដើរចេញទៅសាលារឿងក៏គេកាត់មក8ឆ្នាំមុននៃឱកាសរបស់តួប្រុសរបស់យើងហ្នឹងនៅពេលដែលគាត់រងរបួសហើយហ្នឹងគាត់ក៏បានចេញទៅក្រៅដើម្បីទៅសាលាហើយពេលនោះហ្នឹងក៏ប្រទះភ្នែកជាមួយនឹងតាចាស់ម្នាក់ហើយតាចាស់នោះក៏បានសួរមកតួប្រុសយើងថាចាំតិចសួរថារាងកាយរបស់តួប្រុសហ្នឹងហេតុអីក៏ល្អឥតខ្ចោះបែបនេះហើយសួរតួប្រុសរបស់យើងថាធ្លាប់ហាត់ជាគុណពីមុនមកអត់ហើយក៏មានរបស់មួយហ្នឹងចង់ឲ្យតួប្រុសឃើញហើយសួរតួប្រុសហ្នឹងចិត្តចាប់អារម្មណ៍អត់បន្ទាប់មកតួប្រុសរបស់យើងក៏អត់មានបានចាប់អារម្មណ៍អីដែរក៏ប្រាប់ថាអរគុណហើយលោកតាតបពីគេអរគុណលោកតាចំណាស់ហ្នឹងហើយហ្នឹងគេក៏បានដើរទៅពី3ជំហានហើយប្រអប់វេទមន្តរបស់លោកតាហ្នឹងក៏បានធ្លាក់ជ្រុំមកដីហើយក៏បានហើបមាត់បានមកស្ទូក្រោយមកហ្នឹងពលឺឈរពណ៌នឹងស្អីទាំងមូលហ្នឹងក៏បានជ្រាបចូលទៅដល់តួប្រុសហើយបានអូទាញតួប្រុសរបស់យើងហ្នឹងទៅពិភពមួយទៀតគឺពិភពវេទមន្តតពីតួប្រុសដល់បន្ទាប់ពីតួប្រុសយើងធ្លាក់ចូលទៅក្នុងពិភពអមតៈហ្នឹងហើយហ្នឹងតួប្រុសយើងក៏បាននិយាយថាថ្ងៃដែលគាត់ធ្លាក់ចូលពិភពអមតៈហ្នឹងគឺបានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងមូលនៅពេលដែលគាត់ឆ្លងទៅពិភពមួយទៀតបន្ទាប់ពីតួប្រុសធ្លាក់ចូលពិភពអមតៈហ្នឹងតួប្រុសរបស់យើងបានចំណាយពេលវេលារយៈពេល8000ឆ្នាំដើម្បីវឹកហាត់គេបានចំណាយឈាមស្រស់និងសាច់ស្រស់ដើម្បីឡើងដល់ដំណាក់កាលកំពូលហើយមនុស្សម្នាជាច្រើននោះអ្នកក្លាហាននិងអ្នកប្រយុទ្ធជាច្រើននោះគេបានគ្រប់តួប្រុសដូចស្ដេចអញ្ចឹងហើយបន្ទាប់មកនោះតួប្រុសរបស់យើងពិតជាអកសុកខ្លាំងណាស់ក្នុងនោះតួប្រុសរបស់យើងក៏បាននិយាយថាទីបំផុតនោះគាត់បានស្វែងរកវិធីសាស្ត្រដែលអាចទៅភពផែនដីបានហើយគាត់ក៏បាន activate តាក់ទងជាមួយនឹងឋាន space របស់គាត់នោះបាញ់ផ្ទុះទៅខាងលើហើយគាត់ក៏បាននិយាយថាទីបំផុតបងស្រីបងត្រឡប់ទៅផ្ទះវិញហើយតែរឿងហ្នឹងក៏គេកាន់មកដល់តួប្រុសរបស់យើងហ្នឹងកំពុងឈរនៅកណ្ដាលផ្លូវនៅផ្លូវឡានកំពុងបើកបរអញ្ចឹងណាឈរមិនតាន់មកសតួប្រុសស្រាប់តែមានឡាន Lamborghini ពណ៌សមួយក៏បើកបំរុងមកបុកតួប្រុសហើយតួប្រុសរបស់យើងគ្រាន់តែកន្លែងឃើញភ្លាមអត់មានធ្វើអីច្រើនទេលើកតាមម្រាមដៃមួយទប់នឹងឡាន Lamborghini នោះឮសូរតប៉ាំងតបមកស្អីរឿងក៏យើងឃើញថានៅក្នុងឡាន Lamborghini នោះក៏មានអាល្អិតអ្នកមានម្នាក់ជាមួយនារីដ៏សស្អាតម្នាក់បន្ទាប់មកនោះវាក៏បានចុះមកពីឡានក៏បានស្ដីឲ្យតួប្រុសរបស់យើងថាហេតុអីក៏នៅឈរនៅកណ្ដាលផ្លូវបែបនេះឲ្យខ្លាចឡានបុកបាក់ជើងទេអីតពីវាស្ដីឲ្យតួប្រុសរបស់យើងហើយហ្នឹងវាក៏បានចុះទៅលើឡានហើយវាដោះវ៉ែនតាមើលវាមើលទៅតួប្រុសរបស់យើងវាថាហេតុអីក៏មកនេះមើលទៅដូចជាស្លប់ស្គមម្លេះបន្ទាប់មកវាក៏សួរតួប្រុសរបស់យើងថាតកោចាងមែនហើយសាច់រឿងរបស់យើងក៏បានឲ្យយើងដឹងថាតួប្រុសរបស់យើងហ្នឹងឈ្មោះចាងស៊ីលីងតពីយើងបានដឹងឈ្មោះរបស់តួប្រុសរបស់យើងហើយហ្នឹងយើងក៏បានដឹងឈ្មោះតួប្រុសរបស់អ្នកមាននេះគឺឈ្មោះចាំងស៊ីសិនហើយពេលនោះទៅពួកប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាអាប៉ែមួយឈ្មោះចាំងស៊ីសិននេះគឺជាមនុស្សអាក្រក់នៅក្នុងសាលាតើវាតែងតែមូលីសិស្សមកចំនួននៅក្នុងសាលាបន្ទាប់មកនោះមានហ្នឹងវាតែងតែនាំពីបញ្ហាចូលមកដល់សាលាជារឿយៗនិយាយចាំទៅគឺអាហ្នឹងជាមនុស្សអាក្រក់តែម្ដងបន្ទាប់ពីតួប្រុសរបស់យើងបានកិនមកសតួក្រោយមកហ្នឹងអាតួចរិតរបស់យើងក៏ហៅសង្សាររបស់គេឲ្យចុះមកមើលថានេះគឺជានរណាគេនេះហើយបន្ទាប់មកហ្នឹងវាក៏បាននិយាយដៀលទៅតួប្រុសយើងថាខានជួបគ្នាពី3ឆ្នាំសស្រាប់តែពាក់ឈុត cosplay ទៅណាដើម្បីតាក់ទាញ attention មែន brother ហើយត្រង់ចំណុចនេះ admin ក៏សូមអធិស្ឋានដល់ fan ទាំងអស់គ្នាផងដែរព្រោះថាការសម្រាយរឿងរបស់ admin នេះត្រឹមតែលើកទី1តែប៉ុណ្ណោះអញ្ចឹងការបញ្ចេញបញ្ចូលរបស់ admin ហ្នឹងថែមតែលើកលួបន្តិចហើយតពីជីឆាន់បានហៅសង្សាររបស់គេឲ្យមកមើលតួប្រុសហ្នឹងបន្ទាប់មកហ្នឹងសង្សាររបស់គេហ្នឹងក៏បានដោះបន្តាចេញហើយទស្សនវិជ្ជាហ្នឹងក៏បានឲ្យយើងឃើញថាមុខរបស់សង្សាររបស់ជីឆាន់ហ្នឹងពិតជាស្អាតមែនតើ
ហើយនាងក៏បាននិយាយទៅบอกស៊ីលីងថាខានជួបគ្នាយូរហើយតួបន្តពីនាងបានសេហើយទៅដល់តួប្រុសរបស់យើងហ្នឹងស៊ីលីងរបស់យើងក៏បានគិតថានេះគឺជាทางយូរតើគឺជាស្នេហាទូចរបស់ខ្ញុំតើខ្ញុំប៊ីនឹងធ្លាក់ក្នុងលងស្នេហ៍របស់នាងហើយអូយមកគេខ្លាំងណាស់ក៏ប៉ុន្តែនាងគឺជាអ្នកចិត្តខាងល្អតើថែមទាំងជាស្រីល្អផងដែរបើសិនជាខ្ញុំមិនបានដើរឆ្លងផ្លូវពាក់កណ្ដាលផ្លូវទេម្ល៉េះនាងមើលទៅមិនបានជួបខ្ញុំទេហើយសាច់រឿងរបស់យើងក៏កាត់មកខាងក្រៅវិញបានមកសន្ទុះក្រោយមកតួប្រុសរបស់យើងក៏ចេញមុខកាចដាក់ទៅអាជាស៊ីងតែម្ដងហើយគេក៏បានសួរថាតើឯងដឹងថាប្អូនស្រីរបស់យើងឥឡូវហ្នឹងនៅណាអត់ឥឡូវនេះយើងកំពុងព្យាយាមតាមរកនាងតមកហ្នឹងជីសិនក៏គេបាននិយាយទៅតាមតួប្រុសរបស់យើងថាឯងសួរនេះពិតជាខុសមនុស្សហើយព្រោះថាពីមុនឡើយនេះតំបន់នេះគឺជាតំបន់កំណត់សម្រាមទេដែលស្ថិតនៅក្រោមកិច្ចសន្យាគ្រួសាររបស់គេទេហើយខ្ញុំពិតជាមិនដឹងថាប្អូនស្រីរបស់ឯងឥឡូវហ្នឹងនៅទីណាទេប៉ុន្តែខ្ញុំបានលើរៀងថាប្អូនស្រីរបស់ឯងហ្នឹងឥឡូវត្រូវបានអ្នកមានយកទៅចិញ្ចឹមបាត់ហើយប្រហែលជាឥឡូវសភាពរបស់នាងហ្នឹងវាល្អជាងឯងរាប់រយដងតមកហ្នឹងអាកូនអ្នកមានយើងក៏បានប្រាប់តួប្រុសទៀតថានៅពេលដែលយើងចាប់ផ្ដើម start project ដែលយើងដើម្បីអភិវឌ្ឍនៅក្នុងតំបន់នេះហ្នឹងឯងក៏ចាប់ផ្ដើមបាត់ខ្លួនហើយគ្មានមូលហេតុអីដែលបងស្រីឯងត្រូវនៅទីនេះទៀតទេហើយអាកូនអ្នកមានរបស់យើងក៏បានដើរចូលឡានហើយយកលុយមួយចំនួនដើម្បីមកឲ្យតួប្រុសហើយវាក៏បាននិយាយតួប្រុសថានេះគឺជាសំណងលុយមួយចំនួនសម្រាប់ការ project នេះដែលធ្វើឲ្យវាប៉ះពាល់ដល់លំនៅឋានរបស់ឯងបន្ទាប់ពីជីឆាន់ឲ្យលុយទៅតួប្រុសរបស់យើងហ្នឹងតួប្រុសរបស់យើងបានអង្គុយគិតមកសន្ទុះក្រោយមកក៏មើលមុខជីឆាន់ហើយបើបានទទួលលុយហ្នឹងទាំងដៃ10តែម្ដងបន្ទាប់មកក៏បាននិយាយអរគុណទៅជីឆាន់ហ្នឹងហើយបន្តមកហ្នឹងតួចរករបស់យើងហ្នឹងរៀបនឹងឡើងបើកទៅហើយស្រាប់តែសង្សាររបស់គេហ្នឹងបានប្រាប់ទៅតួរបស់យើងថានៅ5ថ្ងៃបន្តទៀតហ្នឹងនឹងមានការជួបជុំ party មួយនៅក្នុងសណ្ឋាគារចាំងជូជូអញ្ចឹងសួរតួរបស់យើងទៅអត់អញ្ចឹងណាហើយតួរបស់យើងកំពុងរកលុយបដាអត់មានខ្វល់ពីណាគេទាំងអស់និយាយទាំងចោលអញ្ចឹងណាថាគេនឹងទៅជាមួយគេគិតមើលសិនអញ្ចឹងណាចាំទៅតួរបស់យើងហ្នឹងក្រទេប៉ុន្តែចរិតលុយនៅមុខស្អីស្អាតបើសិនជាអត់មានលុយហ្នឹងបើគាត់ជាដាច់បាយជាមិនខានទេហើយមុននឹងចេញទៅហ្នឹងអាជីឆាន់ហ្នឹងក៏បាននិយាយទៅតួប្រុសយើងថាបើសិនជាវាត្រូវការលុយអីវាអាចមក office វាបានហើយកន្លែងការងាររបស់វាកំពុងតែគឺផ្នែកអនាម័យហើយវាក៏បានសើចបើកឡានចេញទៅហើយតួប្រុសរបស់យើងហ្នឹងអត់ខ្វល់ទេរាប់លុយបដាអីបដាអញ្ចឹងណាដើរបដាយើងពិតជាសប្បាយចិត្តមែនតើព្រោះដោយសារការពី8ឆ្នាំមុនហ្នឹងវាមិនដែលមានលុយច្រើនអញ្ចឹងទេតទៅពីវារាប់លុយចោលហើយហ្នឹងវាក៏យកលុយទាំងអស់ហ្នឹងដាក់ចូលក្នុង engine stock របស់វាអញ្ចឹងណាហើយវាក៏បាននិយាយថាមើលទៅបច្ចុប្បន្នហ្នឹងវាមានកន្លែងរស់នៅទៀតទេមើលទៅវាត្រូវរកបន្ទប់ជួលឬផ្ទះជួលសិនហើយព្រោះថាឥឡូវនេះសម្លៀកបំពាក់របស់វាហ្នឹងដូចជាបុរាណពេកអញ្ចឹងណាបានប្រហែលផងហ្នឹងស្រាប់តែក្នុង engine stock របស់វាហ្នឹងមានប្រតិកម្មអញ្ចឹងណាតបមកហ្នឹងតួប្រុសរបស់យើងក៏បាននិយាយថាវាហាក់ដូចជាការធ្វើដំណើរតាមលំហរបស់ខ្ញុំហ្នឹងវាបានកាត់បន្ថយការដាំដុះរបស់ខ្ញុំយ៉ាងខ្លាំងមើលទៅហ្នឹងខ្ញុំបាត់បង់ធម្មពលវិញ្ញាណច្រើនមកមើលទៅសំបីតែរបាំងរបស់ខ្ញុំហ្នឹងក៏ត្រូវប្រេះបាយដោយសារ time space ហ្នឹងដែរហើយវាក៏ដូចជាបាត់បន្ទប់មួយចំនួននៅក្នុងចិញ្ចៀនស្តុករបស់ខ្ញុំមកវិញ្ញាណ3 4 5គ្រាប់ហើយជាមួយនឹងអាវុធពីបុរាណចំនួន4ដើមថែមទាំងមានថ្មពិសិដ្ឋចំនួន6គ្រាប់ផងដែរទៅខ្ញុំត្រូវទៅយកវាមកវិញតែបានហើយតពីទូប្រកិតមកស្រួលមកបៃរឿងរបស់យើងក៏កាត់មកគេមួយចំនួននៅក្នុងអាគារណាដៃមួយពេលនេះក៏គេបង្ហាញឲ្យឃើញពីនារីម្នាក់ហ្នឹងកំពុងតែចុចកណ្ដឹងតមកហ្នឹងក៏បានបើកទ្វារបង្ហាញពីបន្ទប់ឬក៏សម្ភារៈមួយចំនួនទៅឲ្យទូប្រុសព្រោះថាទូប្រុសរបស់យើងហ្នឹងកំពុងតែរកផ្ទះជួលឬខុនដូហើយឥឡូវនេះក៏ត្រូវពេញម៉ាច់តែម្ដងគឺមានទូមួយសាឡុងនៅក្នុងនឹងស្រាប់តែម្ដងតមកហ្នឹងអ្នកមិញម្ចាស់ផ្ទះហ្នឹងក៏បាននិយាយទូប្រុសថាអ្វីគ្រប់យ៉ាងនៅសម្ភារៈគ្រឿងសង្ហារឹមទាំងអស់ហ្នឹងគឺបានរៀបចំជូនទូប្រុសឲ្យអស់ហើយទូប្រុសអាចអញ្ជើញចូលនៅបានហើយគ្រាន់តែទូប្រុសហ្នឹងបង់ថ្លៃហ្វីឲ្យគេមុនរយៈពេល1ខែតែប៉ុណ្ណោះតមកហ្នឹងសាច់រឿងក៏បានឲ្យយើងឃើញថាទូប្រុសហ្នឹងពិតជាសង្ហាមែនទែននៅពេលដែលគាត់ពាក់ឈុតសម័យកាលទំនើបបែបនេះតមកហ្នឹងទូប្រុសរបស់យើងក៏បាននិយាយថាទីបំផុតហ្នឹងគេបានសម្រាប់ហើយខ្លួនប្រាណរបស់គេហ្នឹងក៏ត្រូវការធម្មពលជីផងដែរបន្ទាប់ពីគេបានត្រឡប់មកភពផែនដីវិញហ្នឹងឥឡូវគេមិនទាន់បានសម្រាប់នោះទេហើយពេលនេះគឺជាពេលវេលាដ៏ល្អបំផុតដែលគេត្រូវតែសម្រាប់ហើយរឿងបន្ទាប់ហ្នឹងក៏គេកាត់មកដល់រូបភាពរបស់ទូប្រុសរបស់យើងកំពុងតែមុជទឹកនៅក្នុងអាងទឹករួចមកក៏បញ្ចេញសិចផែកកង់តែម្ដងទូប្រុសរបស់យើងកំពុងតែដេញតបានប្រហែលផងនោះស្រាប់តែលេចត្រានៅកណ្ដាលថ្ងាសរបស់គេតែម្ដងវាជាសញ្ញាអាសន្នមួយសម្រាប់ទូប្រុសយើងដឹងថាធម្មពលជីរបស់គេកំពុងតែអស់ហើយគេទៅព្យាយាមធ្វើម៉េច recover កម្លាំងរបស់គេឡើងមកវិញអញ្ចឹងគេត្រូវតែមានដំណោះស្រាយរបស់គេដើម្បីដោះស្រាយឆាប់នេះឯងតពីគេកាត់មកសន្ទុះមកនោះស្រាប់តែមាននរណាម្នាក់គោះទ្វាររបស់គេបើកទ្វារចូលមកហើយតើអ្នកគេនោះក៏បានឲ្យយើងឃើញថាមាននារីម្នាក់គឺបានបើកទ្វារចូលមកទាំងស្រឡងទៅដាប់ទៅដួលតែម្ដងហើយនាងក៏បាននិយាយថា
ណានិយាយថាមនុស្សស្រីមិនអាចផឹកស្រាបានត្រឹមតែមួយដបតែប៉ុណ្ណោះខ្ញុំអាចផឹកស៊ីផុយតែម្ដងតពីនិយាយម្នាក់ឯងចាប់ហើយហ្នឹងនាងក៏បាននិយាយថាដល់ពេលដែលត្រូវសម្អាតខ្លួនហើយទស្សនវិជ្ជាហ្នឹងក៏បានយើងឃើញថានាងក៏បានដោះសម្ពុតជាមួយនឹងអារបស់នាងចេញតែម្ដងហើយក៏បើកទ្វារខ្វាក់ហ្នឹងគឺឃើញតួប្រុសរបស់យើងគឺស្រែកថាអេតែម្ដងតែតលើអេហើយបន្ទាប់ពីលើអេហើយនារីម្នាក់ហ្នឹងក៏បានស្វាគមន៍តួប្រុសរបស់យើងគឺមកកំភ្លៀងចំកណ្ដាលមុខតែម្ដងហើយសាច់រឿងរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់